សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថាតើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកប្រជាពលរដ្ឋដូចម្ដេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មីនិងក្នុងកលៈទេសៈដ៏លំបាកដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងឆ្លងកាត់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតស៊ូយ៉ាងខ្លាំងក្លានៅលើសមរភូមិការទូតដើម្បីការពារបូរណភាពទឹកដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅតាមបណ្ដោយព្រំដែនស្របពេលជាមួយគ្នាវិបត្តិធម្មពលកំពុងកើតឡើងដោយសារតែតម្លៃប្រេងឥន្ធនៈឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងគ្រាដ៏លំបាកនេះរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាបានចាត់វិធានការអន្តរាគមន៍យ៉ាងច្រើនដោយបានចំណាយថវិកាយ៉ាងសន្តិកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋវិធានការអន្តរាគមន៍ទាំងនោះមានដូចជាទី1ការបញ្ចុះតម្លៃប្រេងឥន្ធនៈដែលជាបន្ទុករបស់រដ្ឋនិងបញ្ចុះពន្ធអាករផ្សេងៗទៀតលើប្រេងឥន្ធនៈដើម្បីទប់តម្លៃប្រេងនៅលើទីផ្សារជាក់ស្ដែងរាជរដ្ឋាភិបាលបានបន្តបញ្ចុះ 6.5 សេនដុល្លារក្នុង1លីត្រដោយរដ្ឋជាអ្នកទទួលបន្ទុកជំនួសបន្តបញ្ចុះ1សេនដុល្លារក្នុង1លីត្របន្ថែមទៀតនៅពេលដែលប្រេងសាំងអន្តរជាតិឡើងលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី$100ក្នុង1បារ៉ែលបន្តបញ្ចុះពន្ធគយដល់$0តែម្ដងបន្ថែមពីលើនេះផ្អែកតាមសភាពការនិងប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងក៏កើនឡើងខ្ពស់ដោយសារតែហានិភ័យនៃការដឹកជញ្ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះអាករបន្ថែមលើតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតដល់$0បញ្ចុះអាករពិសេសលើប្រេងសាំងពី30%មកនៅត្រឹមតែ15%ប៉ុណ្ណោះនិងប្រេងម៉ាស៊ូតពី4%មក0%និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី10%មកនៅត្រឹម4%និងប្រេងម៉ាស៊ូតពី10%មក0%តែម្ដងដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុប6%សម្រាប់ប្រេងសាំងនិង10%សម្រាប់ប្រេងម៉ាស៊ូតតាមរយៈការបញ្ចុះពន្ធនិងអាករលើតម្លៃប្រេងឥន្ធនៈនេះរាជរដ្ឋាភិបាលបានបាត់បង់ចំណូលប្រមាណជា$50 លានក្នុងមួយខែប៉ុន្តែទោះជារដ្ឋបាត់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តីក៏សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារាជរដ្ឋាភិបាលពេញចិត្តនឹងធ្វើបែបនេះនិងត្រៀមចាត់វិធានការអន្តរាគមន៍បន្ថែមក្នុងករណីចាំបាច់ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមពីលើនេះអគ្គិសនីកម្ពុជាក៏បានចេញខាតប្រមាណជា$36 លានដើម្បីទប់តម្លៃអគ្គិសនីមិនឲ្យឡើងថ្លៃដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីកាលពីដើមខែមេសាកន្លងទៅនេះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក៏បានសម្រេចបញ្ចុះពន្ធអាករនាំចូលរថយន្តអគ្គិសនីនិងគ្រឿងឧបករណ៍សម្ភារៈអគ្គិសនីជាច្រើនប្រភេទទៀតដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋក្នុងខណៈដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈបន្តកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិទី2រាជរដ្ឋាភិបាលជួយចេញសហុយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីរថយន្តក្រុងសាធារណៈ600គ្រឿងត្រូវបានបញ្ចេញដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋកម្មករកម្មការិនីពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តទូទាំងប្រទេសទាំងទៅទាំងមកក្នុងរយៈពេល6ថ្ងៃដោយឥតគិតថ្លៃក៏ដូចជាសម្រាប់ការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃដូចគ្នាដែរនេះគឺជាការចំណាយដ៏ធំមួយទៀតដែលរាជរដ្ឋាភិបាលជាអ្នកធានារ៉ាប់រងពលគឺរាជរដ្ឋាភិបាលគឺជាអ្នកចេញសហុយធ្វើដំណើរជំនួសប្រជាពលរដ្ឋដែលអនុញ្ញាតឲ្យពួកគេអាចប្រើប្រាស់ថវិកាដែលគ្រោងសម្រាប់ធ្វើដំណើរយកទៅចាយវាយក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនិងការជួបជុំគ្រួសារដោយសប្បាយរីករាយជាជំនួសវិញនិយាយជារួមទាំងប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនដោយប្រើម៉ូតូ
រថយន្តចាក់ប្រេងសាំងឬប្រេងម៉ាស៊ូតឬរថយន្តអគ្គិសនីនិងអ្នកដែលប្រើប្រាស់រថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសុទ្ធសឹងតែទទួលបានផលប្រយោជន៍ពីការជួយសម្រាលបន្ទុកពីរាជរដ្ឋាភិបាលគ្រប់គ្នាតាមរយៈវិធានការអន្តរាគមន៍បញ្ចុះពន្ធអាករលើប្រេងឥន្ធនៈនិងរថយន្តអគ្គិសនីនិងការផ្ដល់ជូននូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃដោយបានរៀបរាប់ខាងលើចំណែកឯមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនិងទទួលបានការបើកប្រាក់ខែមុនចូលឆ្នាំដើម្បីសម្រួលដល់ការចាយវាយរបស់ពួកគេផងដែរពោលគឺរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនិងក្នុងកាលៈទេសៈដ៏លំបាកដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈកំពុងកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិសូមកត់សម្គាល់ថាវិធានការអន្តរាគមន៍លឿនរហ័សនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលដោយរដ្ឋហ៊ានចេញខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកកំពុងរងការបោកបក់ដោយព្យុះព្យុមានៃវិបត្តិថាមពលសកលយ៉ាងធ្ងន់ធ្ងរបែបនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាកើតឡើងពីឆន្ទៈបម្រើប្រជាពលរដ្ឋយ៉ាងផ្ដួលផ្ដាច់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃយើងដែលតែងតែរួមសុខទុក្ខនិងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បងរាជរដ្ឋាភិបាលអាចធ្វើបានបែបនេះក៏បានបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំប្រកបដោយភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សុខសន្តិភាពរយៈពេលជិត3ទសវត្សរ៍ចុងក្រោយនិងមានការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយជាចុងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះខ្ញុំបកករណាខ្ញុំបាទសូមបួងសួងដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីនិងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីជួបតែសេចក្តីសុខចម្រុងចម្រើននិងជួបតែព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរព្រគុណនិងសូមអរគុណ